Ok, so sánh ở cái này thì nhung nâng thưa video review muối tiếp tục nâng mà tô hằng đá click mà rồi mà phải làm ý cho nên pi phong là phải bảy chẳng đối tượng nghĩa đằng hai tha hạt ấy bàn chỉ mà tô hằng đá click phía trên như khơi chi nơi lưu khơi tràn hay việc pin này zoom xem mình tên mình tha cho mình đặt mấy cứ pin này zoom chi mà tô hằng đá click mình tha sẽ đi mấy đi có sẽ đi trả tiền bên tay ngay nếu nhung nâng màu này vậy pi mà tô hằng đá clickឆ្នាំ2023អញ្ចឹងដើម្បីដឹងច្បាស់ពីលក្ខណៈពិសេសថាហេតុអ្វីបានជាគេជីវាច្រើនហើយវាពេញនិយមអាចតាមដានជាមួយខ្ញុំនៅក្នុងវីដេអូនេះទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់លក្ខណៈពិសេសរបស់វាគឺខ្ញុំសំដៅទៅលើចង្គៀងមុខ LED ដែលវាជាប្រភេទ Dual LED ប្រភេទ LED ជំនាន់ចុងក្រោយផ្ដល់នូវពន្លឺដល់ភ្លឺច្បាស់ល្អនៅក្នុងការធ្វើដំណើរតាមដងផ្លូវឬក៏ពេលយប់វាជួយឲ្យយើងមើលច្បាស់ពីឧបសគ្គខាងមុខបានកាន់តែឆ្ងាយមួយវិញទៀតយើងនឹងងាកមកមើលអំពីប្រព័ន្ធ Smart Key របស់វាអញ្ចឹងប្រព័ន្ធ Smart Key វាជាប្រភេទសោមួយដែលអាចឲ្យយើងបញ្ឆេះម៉ូតូដោយប្រើតេឡេបានហើយមួយវិញទៀតសោមួយហ្នឹងក៏ជួយឲ្យយើងងាយស្រួលនៅក្នុងការស្វែងរកទីតាំងម៉ូតូរបស់យើងហើយក៏ជួយឲ្យម៉ូតូរបស់យើងវាមានសុវត្ថិភាពខ្ពស់ផងដែរបន្ថែមពីនេះវាក៏អាប់ដេតនៅតែមផុសថ្មីមួយដែរដែលគេដាក់ជាអក្សរ click ដែលវាមើលទៅមានភាពស្ពរហើយនិងស្រស់ស្អាតជាងមុនលក្ខណៈពិសេសមួយទៀតគឺទាក់ទងនឹងកុងតាក់បិទបើកភ្លើងដែលបំពាក់មកសម្រាប់តែប្រទេសកម្ពុជាទេអញ្ចឹងយើងអាចធ្វើការបិទបើកភ្លើងចង្គៀងមុខបានយ៉ាងងាយស្រួលអូខេបន្ទាប់ពីអ្នកនរគ្នាដឹងត្រួយត្រាអំពី Honda Click ឆ្នាំ2023ពីលក្ខណៈពិសេសរបស់វាមួយចំនួនអញ្ចឹងយើងមកដឹងអំពីម៉ាស៊ីនវាម្ដងអញ្ចឹងប្រភេទម៉ាស៊ីនរបស់វាជាប្រភេទម៉ាស៊ីន4តុង CB1 ហើយក៏ជាប្រភេទម៉ាស៊ីនដែលប្រើរំភាយកម្ដៅដោយខ្យល់ផងដែរហើយបើយើងនិយាយអំពីអង្កត់ផ្ចិតនិងចម្ងាយចប៊ីស្តុងវិញគឺវាមាន52400 គុណនឹង57907 មីលីម៉ែត្រហើយបើយើងនិយាយអំពីទំហំមាត្រស៊ីឡាំងរបស់វាគឺ 124.88 cc ចំណែកឯប្រព័ន្ធប្រេងគឺប្រព័ន្ធបាញ់ប្រេង PG MFI ប្រព័ន្ធចំហេះវិញគឺគ្រប់គ្រងដោយប្រព័ន្ធ sensor ទាំងស្រុងមានន័យថាប្រព័ន្ធប្រេងរបស់វាប្រើដោយប្រព័ន្ធ sensor ហើយបើយើងនិយាយអំពីប្រព័ន្ធបញ្ជូនចលនារបស់វាគឺយើងប្រើជាប្រភេទអូតូម៉ាទិកមានន័យថាយើងអត់ដាក់លេខចូលលេខដូចម៉ូតូអសង្ឃទេយើងគ្រាន់តែមូគេទៅប្រព័ន្ធចលនារបស់វានឹងធ្វើការដំណើរការទៅមុខអូខេបន្ទាប់ពីយើងដឹងអំពីទំហំនៃម៉ាស៊ីនហើយយើងមកងាកមើលអំពីបដ ாய் តតឹងឬក៏អំពីរូបរាងម៉ូតូទាំងមូលតែម្ដងអញ្ចឹងសម្រាប់បដ ாய் វាមានបដ ாய் 679ហើយតតឹង1921ហើយនឹងកម្ពស់គឺ1064 មីលីម៉ែត្រតែបើយើងនិយាយអំពីប្រវែងកង់មុខទៅកង់ក្រោយវាមានប្រវែងចន្លោះគ្នា1280 មីលីម៉ែត្រហើយបើយើងងាកមកមើលអំពីទម្ងន់រូបរាងម៉ូតូទាំងមូលគឺវាមានទម្ងន់111 គីឡូក្រាមហើយបើយើងនិយាយអំពីគម្លាតពីដីគឺវាមានគម្លាតរហូតដល់133 មីលីម៉ែត្រហើយបើយើងនិយាយអំពីកម្ពស់នៃកាបគឺវាមានកម្ពស់770 មីលីម៉ែត្រហើយបើយើងនិយាយអំពីចំណុះធុងសាំងដែលវាអាចផ្ទុកសាំងបានរហូតដល់ 5.5 លីត្រដែលវាជាកម្រិតមធ្យមមួយដែលយើងអាចជិះបានរយៈចម្ងាយបានឆ្ងាយហើយបើយើងនិយាយអំពីចតុមុខអញ្ចឹងចតុមុខវាមានទំហំ25 ដឺក្រេហើយជាប្រភេទតួ Underboneអូខេបន្ទាប់ពីយើងដឹងអំពីទំហំនៃរូបរាងម៉ូតូទាំងមូលហើយយើងមកងាកមើលអំពីប្រព័ន្ធបូមហើយនិងសបកកង់វិញអញ្ចឹងសម្រាប់សបកកង់មុខគឺវាមានទំហំ80-90ហើយជាប្រភេទកម្មផ្ទះដែលសម្បក
มันមានការប្រើប្រាស់វាហើយសម្រាប់ support កង់ក្រោយគឺវាមានទំហំ90ជាប្រភេទ computer ដូចគ្នាដែលវាអត់ប្រើពោះវៀនទេហើយបើយើងនិយាយអំពីប្រព័ន្ធហ្វ្រាំងមុខវិញគឺជាប្រភេទហ្វ្រាំងបូមឌីមានន័យថាគឺជាហ្វ្រាំងឌីធម្មតាមិនមែនជាប្រភេទ ABS ទេហើយបើយើងនិយាយអំពីប្រព័ន្ធប្រាំងក្រោយគឺជាប្រភេទប្រព័ន្ធប្រាំងស្បែកដែលដំណើរការរួមបញ្ចូលគ្នាCBS មានន័យថាយើងចាប់ប្រាំងក្រោយទៅវាស៊ីទាំងប្រាំងមុខដែរដែលវាជួយឲ្យការប្រើប្រាស់ប្រាំងរបស់យើងវាមានសុវត្ថិភាពខ្ពស់ហើយបើយើងនិយាយអំពីប្រព័ន្ធបូមមុខវិញគឺជាប្រភេទប្រព័ន្ធបូមtelescopy មានន័យថាវាផលបូមតម្រខាងមុខទាំងឆ្វេងផងទាំងស្ដាំផងហើយបើយើងនិយាយអំពីប្រព័ន្ធបូមក្រោយវិញគឺជាប្រភេទ mono ចឹងមានន័យថាប្រព័ន្ធបូមក្រោយរបស់វាគឺគេប្រើតែមួយទេភាគច្រើនអ្នកដែលប្រើប្រាស់ Honda Click ឬក៏យល់ដឹងហើយថា Click វាមានបូមតែមួយទេវាខុសពីម៉ូតូផ្សេងៗទាក់ទងនឹង PCX ឬក៏ ADVA ជាដើមអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំអំពីការ review លក្ខណៈពិសេសរបស់ម៉ូតូ Honda Click គឺយើងមានតែប៉ុណ្្នឹងប៉ុន្តែបើអ្នកនរគ្នាចង់ដឹងពីលក្ខណៈពិសេសផ្សេងទៀតអំពីម៉ូតូADV PCX ឬក៏ម៉ូតូអីផ្សេងទៀតអ្នកនរគ្នាអាច comment នៅក្នុងវីដេអូនឹងបានខ្ញុំនឹងធ្វើវីដេអូ review បន្ថែមអរគុណ